ចាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរនេះខ្ញុំសូមធ្វើការបង្ហាញពីប្រភេទរទេះសម្រាប់លក់បាយម្ហូបកំងមួយឈុតចាដែលភ្ញៀវរបស់យើងគាត់បានកំងឥឡូវនេះគឺខាងយើងបានរៀបចំហើយរួចរាល់ 100% ជូនគាត់ហើយចាបើនិយាយពីពណ៌វិញគឺអែមខ្លាំងតែម្ដងចាមួយរយៈហ្នឹងគឺពណ៌របៀបបែបថាត្រួយចេកខ្ចីតែម្ដងណានៅខាងក្នុងវីដេអូយើងមើលទៅរៀងស្អាតចាតែការពិតនៅខាងក្រៅគឺភ្លឺស្អាតមែនតែនចាតើឥឡូវយើងមកមើលតែបើយើងទៅចាខាងមុខយើងអាចដាក់ធុងតកកដាក់អីបានខាងក្នុងក៏យើងអាចដាក់អីវ៉ាន់ចាក់សោចាក់អីបានចាហើយខាងលើនេះដែរទូកញ្ចក់របស់យើងក៏មានទូតូចមួយចា2ថ្នាក់3ប្រឡោះសម្រាប់ដាក់គ្រឿងភេសជ្ជៈអីរបស់គាត់បាននៅខាងក្នុងហ្នឹងហើយសម្រាប់មួយឈុតនេះដែរគឺភ្ញៀវរបស់យើងគាត់បានកំងយកទាំងម៉ូតូនិងរទេះតែម្ដងចាតើឥឡូវយើងទៅមើលពីចំហៀងម្ដងចានេះយើងមើលពីចំហៀងខាងនេះទៅយើងមានទូវែងមួយចាសម្រាប់ដាក់គ្រឿងសាច់គ្រឿងបន្លែរបស់គាត់ហ្នឹងដាក់បានច្រើនខ្លាំងមែនតើចាដោយសារតែទូរបស់យើងជាប្រភេទទូ2ថ្នាក់3ប្រឡោះហើយមានខាន់បែបហ្នឹងចាតើឥឡូវយើងទៅមើលខាងក្រោយមិនតិចទៀតចាថាខាងក្រោយនោះមានអីខ្លះចាខាងក្រោយនេះដែរគឺយើងមានកាងមានអីដាក់ធុងតកកដូចយើងរកដងអញ្ចឹងចាមានទ្វារបិទបើកមួយសម្រាប់ដាក់អីវ៉ាន់ចាក់សោអីបានដូចតែយើងរកដងហ្នឹងចាគ្រាន់តែថាវារៀងថ្មីវារៀងប្លែកដោយសារពណ៌អីចឹងណាចាខាងក្រោយនេះដែរក៏យើងមានជើងធុងហ្គាសមានអីគឺរៀបចំឲ្យគាត់មកស្រេចមកស្អាតបែបហ្នឹងតែម្ដងចាហើយទូកញ្ចក់របស់យើងវិញគឺមានទ្វាររុញឆ្វេងស្ដាំទាំងពីរហ្នឹងតែម្ដងចាតោះឥឡូវយើងទៅមើលឈុតទី2របស់យើងវិញចាឈុតទី2របស់យើងគឺពណ៌ក្រហមចាជាប្រភេទស្លាប់មន់ក្លុកវិញម្ដងចាតែទូកញ្ចក់អីគឺយើងប្រើ2ដូចគ្នាបែបហ្នឹងតែម្ដងចាខាងមុខយើងមានទូទូចមួយខាងចំហៀងនេះគឺយើងមានទូធំមួយចាសម្រាប់រូបភាពឬក៏ការរៀបចំអីផ្សេងគឺយើងរៀបចំឲ្យគាត់ដូចគ្នាតែម្ដងចាខាងក្រោយនេះគឺយើងមានកាងមានអីសម្រាប់ដាក់ធុងតកហើយក៏មានទ្វារបិទបើកដាក់អីវ៉ាន់ចាក់សោអីបានដូចគ្នាទាំងអស់ចានិយាយរួមទៅគឺការរៀបចំរបស់យើងគឺដូចគ្នាសឹងតែទាំងអស់ចាគឺខុសតែការលក់ទេព្រោះរទេះទាំងអស់ហ្នឹងគឺសិតតែយើងកែច្នៃទេយើងយកទៅលក់អីក៏បានដែរចាវាអាស្រ័យទៅលើការកែច្នៃរបស់យើងទេមិនមែនថាទេលក់បាយត្រូវតែលក់បាយតែលក់ស្លាប់មន់ក្លុកត្រូវតែលក់ស្លាប់មន់ក្លុកអីទេចាតើឥឡូវយើងមើលខាងក្នុងបន្តិចទៀតទៅចាក្នុងរទេះនេះដែរគាត់ចោះឆ្នាំងលេខ36មួយចាខាងលើក៏យើងមានតនើមានអីដាក់អីវ៉ាន់ដូចយើងរត់ដងអញ្ចឹងចាឬក៏ដាក់អីកពិកពុកផ្សេងៗនៅខាងលើនឹងបានចានិយាយរួមទៅក៏រទេះហ្នឹងគឺអាចដាក់អីវ៉ាន់បានច្រើនចាហើយវីដេអូហ្នឹងយើងវែងតិចឯងចាព្រោះដោយសារយើងថត2ជាប់គ្នាតែម្ដងព្រោះត្រូវឡើងឡានមួយគ្នាអញ្ចឹងណាឥឡូវសម្រាប់ថាចប់ត្រឹមនឹងសិនកុំឲ្យវីដេអូនឹងវាវែងពេកចាអញ្ចឹងសម្រាប់ព័ត៌មានបន្ថែមគឺអ្នកទាំងអស់គ្នាអាចធ្វើការទំនាក់ទំនងឆាតចូលក្នុង page នេះផ្ទាល់ឬក៏តាមរយៈលេខទូរស័ព្ទដៃរបស់ខ្ញុំ3ខ្សែនៅក្នុងវីដេអូនឹងបានចាអរគុណបាយបាយ